សួរថាតើត្រកូលហ៊ុនអាចរស់ដល់ពេលណាចម្លើយរបស់ខ្ញុំខ្លីជាទីបំផុតគឺនៅពេលដែលឯកឧត្តមសិស្សចាំទៅដំចត្រីសម្រាប់លះបង់ត្រកូលហ៊ុនចេញខ្ញុំធ្លាប់បាននិយាយម្ដងហើយគឺថាដល់ពេលណាគឺទៅពេលណាដែលឯកឧត្តមសិស្សចាំទៅដំចត្រីសម្រាប់ថាត្រូវទៅលះបង់ត្រកូលមួយទៅចេញចោះដូច្នេះត្រូវរំលាយរបបរាជាណាចក្រនឹងចេញដាក់ទៅជារបបសាធារណរដ្ឋគឺអាស្រ័យទៅលើការសម្រេចរបស់ឯកឧត្តមសិស្សចាំទៅដំចត្រីបាទនឹងសំណួរយ៉ាងខ្លីខ្ញុំឆ្លើយវិញយ៉ាងខ្លីដែរបាទតើត្រកូលហ៊ុនអាចយល់ដល់ពីណាម្ដងទៀតខ្ញុំឆ្លើយថានៅពេលដែលឯកឧត្តមសិស្សចាំទៅដំចត្រីសម្រេចលះបង់ត្រកូលហ៊ុនចេញបានគេថាដេញត្រកូលនឹងចេញរំលាយត្រកូលនឹងចេញដាក់ទៅជារបបសាធារណរដ្ឋឬឲ្យខ្មែរស្នាក់គឺថាម្ចាស់នគរចូលមករៀបចំប្រទេសឡើងវិញនេះជាសំណួរទី1លោកស្រីទីវីរ៉ាបាទខ្លីទៅ